រាយជីវិតមានន័យវិជ្ជមានជីក្បាលបីជាមឹងកាន់តែកក្នុងការដាំដុះស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គតើត្រូវយកចិត្តទុកដាក់អ្វីខ្លះនៅពេលជួបប្រទះនឹងស្ថានភាពដីជូរខ្លឹមសារជាក់ស្ដែងនឹងត្រូវបានសាស្ត្រាចារ្យបណ្ឌិតងឿបាវេណែនាំនៅឥតជម្រាបសួរបងប្អូនប្រជាកសិករនិងទស្សនិកជនដែលកំពុងទស្សនាកម្មវិធីខ្ញុំនឹងណែនាំជូនបងប្អូនពីរបៀបបង្កើនកម្រិត pH នៅក្នុងដីស្រែប៉ុន្តែជាបឋមយើងត្រូវស្វែងយល់ថាការបង្កើនកម្រិត pH លើដីស្រែមានផលប្រយោជន៍យ៉ាងណាខ្លះយើងខ្ញុំលើកឡើងផលប្រយោជន៍3យ៉ាងជាសំខាន់ដែលបងប្អូនយើងចំណាក់អារម្មណ៍បាននៅក្នុងរយៈពេលកន្លងមកផលប្រយោជន៍ទី1គឺនៅពេលបងប្អូនបង្កើនកម្រិត pH លើសពី 5.5 ប៉ុណ្ណោះជាតិពុលនៃដែកនិងអាលុយមីញ៉ុមនៅក្នុងដីជូរនឹងត្រូវបានបង្ក្រាបច្បាស់ហើយថាប្រសិនបើដែកនិងអាលុយមីញ៉ុមនៅក្នុងដីជូរត្រូវបានហ៊ុមព័ទ្ធយ៉ាងដូច្នោះវាលែងមានឱកាសបង្កគ្រោះអន្តរាយដល់ដំណាំស្រូវរបស់យើងតទៅទៀតនោះជាផលប្រយោជន៍ទី1ដែលយើងលើកកម្ពស់កម្រិត pH នៃដីស្រែផលប្រយោជន៍ទី2គឺថានៅពេលដែលកម្រិត pH កើនឡើងនោះសារធាតុចិញ្ចឹមនឹងកាន់តែមានប្រសិទ្ធភាពច្រើនជាងបងប្អូនក៏ដឹងដែរហើយថាប្រសិនបើ pH ទាបក្រោម4នោះសារធាតុចិញ្ចឹមនៃអាសូត ហ្វូស្វ័រនិងប៉ូតាស្យូមមានប្រសិទ្ធភាពប្រហែលត្រឹមតែ30ឬ40% ប៉ុណ្ណោះដោយមិនបានច្រើននោះទេប៉ុន្តែពេលដែលបងប្អូនបង្កើនកម្រិត pH ឡើងប្រហែល6ឬលើសពី6នោះប្រសិទ្ធភាពនៃសារធាតុចិញ្ចឹមទាំងនេះនឹងកើនលើសពី80ដល់90%ដូច្នេះក្នុងការដាំដុះស្រូវយើងត្រូវព្យាយាមបង្កើនកម្រិត pH យ៉ាងហោចណាស់ក៏ 5.5 ហើយយកល្អបំផុតគឺកើនឡើងដល់6ផលប្រយោជន៍ទី3គឺប្រសិនបើកម្រិត pH ទាបវានឹងបង្កគ្រោះអន្តរាយផ្ទាល់ដល់ឫសស្រូវដោយមិនត្រឹមតែបញ្ហាបំពុលឬសារធាតុចិញ្ចឹមមិនសូវមានប្រសិទ្ធភាពនោះទេកម្រិត pH ទាបនេះឯងជាកត្តាបង្កគ្រោះអន្តរាយផងដែរដូច្នេះនៅពេលយើងបង្កើនកម្រិត pH លើសពី 5.5 ដល់ 6ការខូចឫសស្រូវនឹងមិនកើតមានឡើងនោះឡើយនោះគឺជាផលប្រយោជន៍3យ៉ាងដែលយើងបង្កើនកម្រិត pH នៃដីស្រែតើមានវិធីណាដើម្បីលើកកម្ពស់កម្រិត pH របស់ដីស្រែឲ្យបានល្អហើយចំណាយលុយតិចរវាងការលើកកម្ពស់កម្រិត pH ដែលចំណាយលុយច្រើននិងការលើកកម្ពស់ដែលចំណាយលុយតិចបងប្អូនប្រៀបធៀបដើម្បីជ្រើសរើសឲ្យសមហេតុផលវិធីទី1គឺបញ្ហាត្រាំដីការត្រាំដីនៅទីនេះគឺមានន័យថាបងប្អូនបញ្ចូលទឹកសាបពន្លិចស្រែហើយត្រាំដីស្រែក្នុងរយៈពេលត្រឹមតែ2សប្តាហ៍ប៉ុណ្ណោះនោះនឹងធ្វើឲ្យដីល្បាប់ឬដីជូរតិចត្រូវបានលើកកម្ពស់កម្រិត pH ឡើងដល់ទៅលើសពី6ចំណែកឯដីដែលមានជាតិជូរខ្លាំងការត្រាំដីក៏នឹងបង្កើនបានថែមលើស1ឬច្រើនជាងនៅកម្រិត pH នៅក្នុងដីការធ្វើបែបនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ព្រោះក្នុងការដាំដុះស្រូវគឺយើងចាំបាច់ត្រូវបញ្ចូលទឹកចូលទៅក្នុងស្រែហើយភ្ជួររាស់បំបែកភក់អាស្រ័យហេតុនេះបញ្ហាបញ្ចូលទឹកនៅក្នុងស្រែបែបនេះបង្កើនបានកម្រិត pH ដោយមិនប្រើវិធានការអ្វីផ្សេងទៀតគឺជាវិធីចំណាយលុយតិចហេតុនេះដំណោះស្រាយត្រាំដីគឺជាដំណោះស្រាយដំបូងដែលខ្ញុំគិតថាបងប្អូនគួរជ្រើសរើសវិធីទី2គឺលាងដីស្រែកម្រិត pH ទាបបណ្ដាលមកពីអាស៊ីតដែលជាអាស៊ីតស៊ូហ្វូរិកព្រោះដីជូរនៅសណ្ដទន្លេមេគង្គមានអាស៊ីតស៊ូហ្វូរិកហើយអាស៊ីតស៊ូហ្វូរិកនេះកើតចេញពីដីជូរអញ្ចឹងអាស៊ីតស៊ូហ្វូរិកត្រូវបានលាងជ្រះចេញពីស្រែដោយដែលយើងចាក់ទឹកចូលក្នុងអាស៊ីតនោះអាស៊ីតនឹងបន្សាបហើយបានលាងជ្រះចេញម្ល៉េះហើយការលាងដីគឺជាដំណោះស្រាយដែលខ្ញុំចាត់ទុកថាក៏ជាវិធីមានប្រសិទ្ធភាពព្រមជាមួយនោះការចំណាយលុយក៏តិចផងដែរក៏ប៉ុន្តែដើម្បីលាងដីឲ្យបានល្អយើងត្រូវមានប្រឡាយចង្អុលទឹកឬអាចនិយាយបានថាចង្អុលបង្ហូរទឹកជូរប្រឡាយចង្អុលទឹកនេះត្រូវធ្វើយ៉ាងហ្មត់ចត់ពលគឺទទឹងមួយចម្អាមដៃជម្រៅមួយចម្អាមដៃកម្លាតនៃប្រឡាយចង្អុលនីមួយៗឃ្លាតពីគ្នា6ដល់9ម៉ែត្ររបៀបធ្វើប្រឡាយចង្អុលយ៉ាងដូចផ្ដេចនៅក្នុងស្រែ
ស្នើបងប្អូនទស្សនាគ្លីបវីដេអូក្នុងកម្មវិធីនេះបងប្អូនគួរតាមដានដើម្បីធ្វើប្រឡាយចង្អុលឲ្យមានប្រសិទ្ធភាពប្រឡាយចង្អុលទាំងនេះត្រូវថែរក្សារហូតដល់ដើមស្រូវធំដូច្នោះការលាងដីស្រែនឹងប្រព្រឹត្តទៅនៅពេលចាំបាច់មានន័យថាដោយលក្ខណៈអ្វីមួយធ្វើឲ្យដីស្រែរបស់យើងឡើងជាតិជូរអាស្រ័យដោយខ្វះទឹកនាដំណាក់កាលណាមួយយើងនឹងពឹងផ្អែកទៅលើប្រឡាយចង្អុលទាំងនេះដើម្បីលាងជាតិពុលចេញពីស្រែវិធីទី3គឺរបៀបប្រើជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងដីជូរឬប្រើកបោព្រោះថានៅក្នុងជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងដីជូរមានសារធាតុកាល់ស្យូមនិងហ្វូស្វ័រដែលផ្ទុកអ៊ីយ៉ុងអវិជ្ជមាននៅពេលដែលហ្វូស្វ័រគប់ផ្សំជាមួយនឹងអាលុយមីញ៉ុមនៅក្នុងដីជូរវានឹងធ្វើឲ្យកម្រិត pH កើនឡើងក្រៅពីនោះក្នុងជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងដីជូរក៏មានសារធាតុស៊ីលីកជួយបន្សាបជាតិពុលនៅក្នុងដើមស្រូវបានល្អប្រសើរតាមរយៈការពិសោធន៍នៅក្នុងកម្មវិធីដាំដុះឆ្លាតវៃបរិមាណប្រើជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងដីជូរគឺអាស្រ័យទៅលើកម្រិតជូរនៃដីបើដីជូរកាន់តែខ្លាំងបងប្អូនត្រូវដាក់ជីកាន់តែច្រើនហើយបើដីជូរតិចបងប្អូនអាចកាត់បន្ថយបរិមាណប្រើជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងដីជូរចំណែកឯកបោវិញបងប្អូនអាចដាក់កបោក្នុងកម្រិតណាមួយអាស្រ័យទៅលើកម្រិត pH ប៉ុន្តែជាមធ្យមគឺប្រហែល20ទៅ30គីឡូក្រាមក្នុង1000ម៉ែត្រការ៉េប៉ុន្តែយើងខ្ញុំស្នើបងប្អូនយោងទៅលើវិធី2យ៉ាងខាងលើដើម្បីបង្កើន pH នោះគឺជាវិធីត្រាំដីនិងវិធីលាងដីបន្ទាប់មកយើងនឹងប្រើជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងដីជូរឬក៏ប្រើកបោការគប់ផ្សំព្រមៗគ្នានៅវិធីទាំង3ខាងលើនេះក្នុងពេលតែមួយខ្ញុំគិតថាប្រសិទ្ធភាពនឹងកាន់តែល្អប្រសើរសូមជូនពរឲ្យបងប្អូនទទួលបានជោគជ័យក្នុងការបង្កើនកម្រិត pH នៅក្នុងស្រែរបស់ខ្លួនសូមជម្រាបលាបងប្អូនរបៀបបង្កើនកម្រិត pH នៅក្នុងដីស្រែត្រាំដីបូមទឹកសាបពន្លិចដីស្រែប្រហែល2សប្តាហ៍អាចលើកកម្ពស់កម្រិត pH នៃដីពី 4.5 ឡើងលើក 6 ក្រោយរយៈពេលត្រាំដីរួចចាំបាច់ត្រូវបង្ហូរទឹកក្នុងស្រែចេញលាងដីចង់លាងជាតិជូរប្រកបដោយប្រសិទ្ធភាពចាំបាច់ត្រូវធ្វើបន្លាចង្អុលនៅក្នុងស្រែដាក់ជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងដីជូរឬប្រើកបោក្នុងជីសញ្ញាក្បាលក្របីសម្រាប់ដីប្រៃនិងដីជូរមានសារធាតុកាល់ស្យូមហ្វូស្វ័រនិងស៊ីលីកច្រើនជួយបន្សាបជាតិពុលបានយ៉ាងឆាប់រហ័សបង្កើនកម្រិត pH បរិមាណប្រើជីពី50ដល់150គីឡូក្រាមលើ1ហិកតាអាស្រ័យទៅលើកម្រិត pH ជីសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាកសិករ